សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានឱកាសបានចាប់កាន់ Galaxy S6 និង Galaxy S6A ផ្ទាល់នៅក្នុងដៃវាពិតជាស្រស់ស្អាតគួរឲ្យចង់ចាប់កាន់ខ្លាំងណាស់ជាពិសេសគឺស្រទាប់ការពារ Corning Gorilla Glass 4 ដែលក្រាលនៅផ្ទៃអេក្រង់ខាងមុខនិងខាងក្រោយផងដែរនៅពេលចាប់កាន់ទៅគឺមានអារម្មណ៍ថារលោងនិងស្និទ្ធនៅក្នុងដៃតែម្ដងរីឯហ្គេមរបស់វាវិញក្រាលដោយលោហៈធាតុដ៏ប្រណិតខុសប្លែកពី Galaxy Note 4ដែលវាមានលក្ខណៈរលោងនិងរឹងមាំចំណុចដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺអេក្រង់ដ៏ភ្លឺច្បាស់របស់វាដែល smartphone ទាំងពីរនេះបំពាក់អេក្រង់ប្រភេទ Quad HD Super AMOLED ដែលមានអេក្រង់ទំហំ 5.1 អ៊ីងអាចបង្ហាញរូបភាពក្នុងកម្រិត 1440 គុណនឹង 2560 pixel និងមាន density អេក្រង់ 577 ppi ដូចនេះវាអាចបង្ហាញរូបភាពបានច្បាស់ដ៏ល្អជាង Galaxy Note 4 និង smartphone ដទៃទៀតវាមានកាមេរ៉ាខាងក្រោយទំហំ 16 megapixel OIS និងខាងមុខទំហំ 5 megapixel S6 និង S6A ដំណើរការដោយ Android Lollipop 5.0.2 និងស្របខ្លួនដោយ TouchWiz UI ចំនួនថ្មីដែល Samsung បានប្រាប់ថាខ្លួនបានកាត់ចោលនៅមុខងារមិនសូវជាចាំបាច់មួយចំនួនធំដែលធ្លាប់តែធ្វើឲ្យទូរស័ព្ទនេះធ្ងន់និងយឺតយ៉ាងទៀតដោយសារតែ S6 និង S6A បំពាក់នៅ chip ចំនួនចុងក្រោយប្រភេទ 64bit Exynos 7420រួមទាំង RAM 3GB LPDDR4 ទៀតនោះដូចនេះវាធ្វើឲ្យការប្រើប្រាស់និងការបញ្ជាទៅលើ smartphone នេះមានលក្ខណៈលឿនរលូនជាងមុនឆ្ងាយណាស់ចំពោះមុខងារមួយចំនួនដូចជាមិនជ្រាបទឹកធូលីរុនបន្ថែម memory និងសរទះដោះដូរថ្មដែលធ្លាប់តែមាននៅលើ Galaxy S5 នោះគឺមិនមានបំពាក់នៅលើ model S6 ទាំងពីរនេះទេក៏ប៉ុន្តែ Samsung បានបដូរឲ្យមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនធំជាងមុនដូចជា 32GB 64GB និង 128GB ប្រភេទ UFS 2.0 ដែលវាជា flash ដែលអាចគណនាល្បឿនបានលឿនជាងគេបំផុតចំពោះថាមពលថ្មរបស់វាមានទំហំ 2550 mAhយ៉ាងណាមិញ smartphone ទាំងពីរ series នេះនៅមិនទាន់មានដាក់លក់ជាផ្លូវការនៅឡើយទេដោយយើងត្រូវរងចាំរហូតដល់ខែមេសាឯណោះហើយក្រុមការងារ Cambo នឹងព្យាយាមធ្វើការបង្ហាញលក្ខណៈសម្បត្តិរបស់ smartphone ទាំងពីរនេះឲ្យពេញលេញនិងលម្អិតជាងនេះទៅទៀតនិងលឿនជាងគេបំផុតក្នុងពេលឆាប់ៗនេះ